ដោយគ្រាន់តែយើងយកសបករុក្ខជាតិនោះចំនួនប្រប៉ុនបាតដៃយើងចំនួន3ធ្នប់ហ្នឹងបាទ3ធ្នប់ហ្នឹងហើយយកវាទៅដាំទឹក3យកទឹក1ហើយយើងផឹកក្នុងមួយថ្ងៃ3ដងជួយព្យាបាលកាពះពោះវៀនហើយផ្លែរបស់វាក៏យើងអាចយកទៅញ៉ាំបានជាពិសេសធ្វើឲ្យយើងបំបត្តិការស្រេកទឹកបាទមានធំមានតូចទៅតាមស្ថានភាពដើមរបស់វាអញ្ចឹងណាប៉ុន្តែមួយនេះគឺធំជាងគេពុកម៉ែបងប្អូនហើយខ្ញុំនឹងបេះមួយយកមកឲ្យពុកម៉ែបងប្អូនមើលថាតើផ្លែភ្លូធំនេះមែនតើទៅវាសតបអញ្ចេះហើយនេះចាប់ដើមឃើញសាច់វាតំណងណាពុកម៉ែបងប្អូនហើយណាតំណងមែនតើណាហើយផ្លែរបស់វាហ្នឹងអូខេអញ្ចឹងយើងចាំមើលដោយសារតែផ្លែយើងអាចញ៉ាំបានទេអត់បញ្ហាទេតកតងជាមួយនឹងផ្លែភ្លូធំនេះពុកម៉ែបងប្អូនណាអញ្ចឹងខ្ញុំភ្លុកសិនបាទសូមគោរពក៏ដូចជាជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូនេះជាទីគោរពនិងជាទីរាប់អានបាទទោះបីជាមានភ្លៀងតិចក៏ដោយហើយមេឃបានថាម៉ោង5កន្លះចិត្តយប់ហើយប៉ុន្តែយើងនៅតែស្ថិតនៅទីព្រៃដដែលទេណាពុកម៉ែបងប្អូនអញ្ចឹងជីវិតប្រចាំថ្ងៃហាក់ដូចជានៅក្នុងព្រៃទៅហើយណាដោយសារតែថ្ងៃនេះពុកម៉ែបងប្អូនយើងនៅតែមានតម្រូវការនៅក្នុងការយកមើមរបស់អន្ទង់សយកទៅប្រើប្រាស់ហើយពីថ្ងៃមុនក៏ខ្ញុំរកឲ្យពុកម៉ែបងប្អូនទៀតដែរប៉ុន្តែគាត់នៅតែមានតម្រូវការណាអញ្ចឹងយើងក៏មកព្រៃដើម្បីរកជាមួយមើមអន្ទង់សនេះហើយបន្ទាប់ពីរកមើមអន្ទង់សបានហើយយើងក៏នឹងបង្ហាញពុកម៉ែបងប្អូនជាមួយរុក្ខជាតិផ្សេងទៀតដែលមាននៅក្នុងព្រៃនេះបាទពុកម៉ែបងប្អូនណារុក្ខជាតិមួយប្រភេទនេះមែនតែនទៅគឺសម្បកដើមរបស់វាមានប្រសិទ្ធភាពពិសេសមួយនៅក្នុងការព្យាបាលកាពះពោះវៀនទី1ហើយទី2នៅក្នុងការព្យាបាលតាក់ទងជាមួយនឹងរាគក៏ដូចជារាគមូលដែរដោយគ្រាន់តែយើងយកសម្បករុក្ខជាតិនោះចំនួនប្រប៉ុនបាតដៃយើងចំនួន3ធ្នប់ហ្នឹងបាទ3ធ្នប់ហ្នឹងហើយយកវាទៅដាំទឹក3យកទឹក1ហើយយើងផឹកក្នុងមួយថ្ងៃ3ដងជួយព្យាបាលកាពះពោះវៀនជួយព្យាបាលជំងឺរាគក៏ដូចជារាគមូលដែរណាអញ្ចឹងថ្នាំដើមឈើនេះសម្បកវាមានរសជាតិពិសេសមែនទែនហើយផ្លែរបស់វាក៏យើងអាចយកទៅញ៉ាំបានជាពិសេសធ្វើឲ្យយើងបំបត្តិការស្រេកទឹកបាទអញ្ចឹងពុកម៉ែបងប្អូនប្រហែលជាឆ្ងល់ហើយបងប្អូនខ្លះទៀតក៏ថាអូខ្ញុំកាពះពោះវៀនរ៉ាំរ៉ៃយូរហើយណាការពិតទៅមានច្រើនណាស់រឿងកាពះពោះវៀននេះវាអាចប្រើចំពោះរុក្ខជាតិផ្សេងទៀតក៏បានដែរប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនជាមួយរុក្ខជាតិមួយប្រភេទដែលមានឈ្មោះថាដើមភ្លូធំបាទដើមភ្លូធំគឺនៅក្បែរនេះទេពុកម៉ែបងប្អូនណាមែនតើទៅភ្លូធំនេះជារុក្ខជាតិពិសេសមួយដែលមានកម្ពស់ខ្ពស់បើយើងនិយាយពីកម្ពស់វិញគឺខ្ពស់គួរសមពុកម៉ែបងប្អូនហើយដែលយើងឃើញមានស្លឹកបាទស្លឹកអីឃើញមានទ្រង់ទ្រាយបែបហ្នឹងឯងអានេះខ្ពស់ណាចូលជា3-4ម៉ែត្រដែរហើយផ្លែរបស់វាក៏ពុកម៉ែបងប្អូនបានឃើញដែរតាមរយៈវីដេអូនេះណាហើយផ្លែរបស់វាគឺមានរូបរាងបែបហ្នឹងឯងណាផ្លែវានេះបើសិនជាយើងចូលព្រៃយើងស្រេកទឹកស្រេកអីយើងញ៉ាំផ្លែនេះទៅក៏អាចជំនួយកម្លាំងបានដែរបំបត្តិការស្រេកទឹកណាតាក់ទងជាមួយនឹងផ្លែរបស់ដើមភ្លូធំនេះពុកម៉ែបងប្អូនហើយអ្វីដែលពិសេសមែនតើដោយខ្ញុំបានជម្រាបជូនហ្នឹងគឺសបកដើមប៉ុន្តែមុននឹងពុកម៉ែបងប្អូនទៅទស្សនាជាមួយសបកដើមពុកម៉ែបងប្អូនទស្សនាជាមួយស្លឹកវាទៅណាភ្លូធំហ្នឹងគឺមានរូបរាងបែបហ្នឹងឯងណាហើយផ្លែជាពិសេសគឺផ្លែវាហ្នឹងឯងផ្លែវាស្អាតយើងថាស្អាតតែចុះណានេះអានេះធំបាទនេះធំមែនតើផ្លែហ្នឹងណាហើយអាចផ្លែមានធំមានតូចទៅតាមស្ថានភាពដើមរបស់វាអញ្ចឹងណាប៉ុន្តែមួយនេះគឺធំជាងគេពុកម៉ែបងប្អូនហើយខ្ញុំនឹងបេះមួយយកមកឲ្យពុកម៉ែបងប្អូនមើលថាតើផ្លែភ្លូធំនេះមែនតើទៅវាសតបអញ្ចេះបានន័យថាអានេះហាក់ដូចជាតបកវាអញ្ចឹងណាហាក់ដូចជាតបកវាអញ្ចឹងបាទពុកម៉ែបងប្អូនអញ្ចឹងយើងអាចបកបានអានេះរឹងសបករឹងណាបាទនេះបាទយើងអាចបកសបកវាចេញសិនណាបកសបកវាចេញសិនហើយមែនតើទៅគឺមានសតបទៀតណាសតបទៀតនេះមានសតបអញ្ចឹងមិញ2សតបអញ្ចឹងយើងបកសតបតទៅទៀតបាទបកសតបតទៅទៀតឃើញទេនេះគឺសាច់វានេះពុកម៉ែបងប្អូនណាចម្លែកតិចដោយសារតែសាច់វានៅក្នុងសតបរបស់តបករបស់ភ្លូធំនេះបាទអញ្ចឹងយើងបកតទៅទៀតណាយើងបកតទៅទៀតជាមួយនឹងតបកទី3ហើយណាហើយនេះចាប់ដើមឃើញសាច់វាតំណងណាពុកម៉ែបងប្អូនហើយណាតំណងមែនតើណាហើយផ្លែរបស់វាហ្នឹងអូខេអញ្ចឹងយើងចាំមើលដោយសារតែផ្លែយើងអាចញ៉ាំបានទេអត់បញ្ហាទេតកតងជាមួយនឹងផ្លែភ្លូធំនេះពុកម៉ែបងប្អូនណាអញ្ចឹងខ្ញុំភ្លុកសិនអូអញ្ចឹងហើយបានយើងអាចវាសម្បូរជាតិទឹកពុកម៉ែបងប្អូនណាសម្បូរជាតិទឹកហើយទឹកមិញគឺណឡាយអញ្ចឹងដូចខ្ញុំថាអញ្ចឹងបើសិនជាយើងចូលព្រៃអីយើងអត់មានទឹកញ៉ាំអីយើងអាចជួបដើមភ្លូធំយើងអាចមានផ្លែធំអញ្ចឹងយើងអាចបកមកណាទឹកវាណឡាយមិញណាអូរសជាតិជូរ
chú em anh bây giờ nhâm chỉ môi nâng nhâm chỉ môi nâng lần tết có bạn đây cùng mẹ bong ôn á nhâm chỉ môi lần tết cả nhâm ban đấy ôi sát mình tên chỉ môi nâng play blue thôm đi chân cùng mẹ bong ôn rồi vô tại tôi sẵn chỉ môi cả nhâm mà bọc nhóm dương bạn đăng khạc là hơi mình tại tôi chỉ môi play đấy dương ai nhâm bán bằng bát ca sấy tức nè hay cứ miền chết tức viên rai lá hết chu chanh tận ồn này mình tên á tao dương mà môi chỉ môi sờ bọ nó bọc blue thôm bà blue thôm mình tên tới sờ bọ viết đôi nhâm bán chỉ biết kinh đào chứ cứ này còn là trâu móc mà bong ôn khơi mặt hơi nè đời xa ta đam trước tất cả này nên phải giáo cứ việc hát đôi chia rong cam tay hơi cứ snan cái sọ sờ bọ đấy vô tập ra mà bong ôn khơi nhé bà chân cái sọ vô tập ra đôi khi nhom tha chân dương ai vô sờ bọ rồi bọ đam plu thôm đấy và pan bay thọp chân má và pan bay thọp chân bay đông tới hơi dương vô tập đam vô đam thực bấy vô thực mùi nè đam thực bấy vô thực mùi hơi dương thật nông ngày bay đòn từ để chui chia ba thì muối cứ tẹt tôn cho môi chủng ngữ cà phê của viên và thì muối ai tí pí tẹt tôn cho môi nâng phục mai bong ôn đại miền là cà rịa nè tụi bay rịa mua nè rịa miền sờ bao rịa ấy cả đói có trâu đai tẹt tôn cho môi nâng số bọ rồi bọ đám plu thôm đi phục mai bong ôn nè chẳng tế ở vậy đặc nhung ban và hai phục mai bong ôn dương có biệt tại phần năng đây tẹt tôn cho môi đám plu thôm nèហើយដោយសារតែឃើញផ្លែមិញតំណមែនតើបងប្អូនណានៅពេលដែលខ្ញុំបកសបកចេញទៅគឺឃើញសាច់របស់វាតំណណាហើយនៅទីនេះក៏យើងឃើញមានអូផ្លែច្រើនណានេះផ្លែច្រើនណាប៉ុន្តែផ្លែតូចស្ទើណានេះអូផ្លែច្រើនណាជាមួយដើមភ្លូធំនេះបាទមកដើមនេះផ្លែច្រើនគួរសមណាបាទបងប្អូនដោយពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងណាជាមួយដើមភ្លូធំនេះហើយថ្ងៃក្រោយបើសិនជាពុកម៉ែបងប្អូនមានឱកាសបានចូលព្រៃចូលអីណាពុកម៉ែបងប្អូនជួបប្រទេសដើមភ្លូធំនេះយើងអាចញ៉ាំបានទេណាហើយជាពិសេសពុកម៉ែបងប្អូនដែលឃើញខ្ញុំធ្វើវីដេអូចូលព្រៃចូលអីហ្នឹងបើសិនជាចង់ណាហើយចង់ចូលព្រៃដូចខ្ញុំហើយចង់កំសាន្តអារម្មណ៍ថាអូបងខ្ញុំឃើញបងឯងចូលព្រៃឃើញថតទេសភាពឃើញឡើងភ្នំឡើងអីមានថ្មលយមានអីអញ្ចឹងកន្លែងខ្លះមានទៅទំនប់ប៉ោហេងអីចឹងហើយបើសិនជាពុកម៉ែបងប្អូនចង់ដើរកំសាន្តជាមួយខ្ញុំអីថ្ងៃបុណ្យថ្ងៃទៀនឬក៏ថ្ងៃសៅរ៍អាទិត្យដោយសារខ្ញុំតនេថ្ងៃសៅរ៍អាទិត្យហើយនឹងជាមួយថ្ងៃបុណ្យណាថ្ងៃបុណ្យថ្ងៃសម្រាប់ពីការងារចឹងទេពុកម៉ែបងប្អូនបើសិនជាមានបំណងចង់ដើរព្រៃចង់អីចង់មកទស្សនាតាមព្រៃភ្នំតាមអីក៏អាចសាកសួរបានណាបើយើងមានពេលវេលាអាចណាអាចថាណាត់គ្នាដើរបានយើងដើរណាហើយមិនថាតែព្រៃភ្នំទេសូម្បីតែនៅមាត់សមុទ្របាទតាមព្រៃកោងកាងតាមព្រៃស្មែព្រៃស្មាច់អីហ្នឹងក៏ខ្ញុំអាចជូនបានដែរតាក់ទងជាមួយនឹងភូមិសាស្ត្ររបស់តំបន់ខ្ញុំនេះអញ្ចឹងវីដេអូខ្លីរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរណាអរគុណមែនទែនសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជាចុងក្រោយសូមគោរពជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អហើយបបររកស៊ីចិត្តតែចម្រុងចម្រើនទៅហើយសម្រាប់ពេលនេះខ្ញុំក៏សូមជម្រាបលាយើងនឹងវិលមកជួបគ្នាតាមរយៈវីដេអូក្រោយបន្តទៀតបាទសូមអរគុណសូមជម្រាបលា